សូមជូនរឿងព្រះនាងអើយរ៉ានូហៅឡូទេវីល្ងាចហ្នឹងតនេអត់ហ្នឹងពេលចេញពីលក់យើងទៅញ៉ាំអីមួយគ្នាតិចអីមានអីបងតែចាំរៀងយូរបន្តិចបានអត់ព្រោះល្ងាចហ្នឹងខ្ញុំត្រូវយកលុយទៅឲ្យមួយបើសិនអត់អីទេចឹងចាំពេលចេញមកចាំខលលោកបងណានិយាយអញ្ចឹងស្គាល់បងយូរហើយមិនដឹងថាបងធ្វើការអីទេអូហើយមួយទៀតថ្ងៃដែលបងជូនខ្ញុំទៅពេទ្យមិនគេស្គាល់បងច្រើនម៉េចអូដោយសារតែបងធ្វើការនៅអង្គការហ្នឹងហើយអង្គការហ្នឹងក៏ធ្វើការមួយមន្ទីរពេទ្យដែរហើយទៅបងចេះតែចុះឡើងចឹងហើយបានបងនៅហ្នឹងគាត់ស្គាល់បងច្រើនហ្នឹងអូបងមានការងារល្អដល់ហើយតែខ្ញុំមិនដែលដឹងថាបងចូលចិត្តញ៉ាំខ្ចៅសោះមើលសាច់ឈាមដូចមិនសមសោះតែមានអីល្អតាបងអត់ប្រកាន់ខ្លួនគ្រាន់តែមើលសាច់ឈាមហ្នឹងដឹងថាមនុស្សម្នាក់ហ្នឹងមិនបានដែរហ៎ប្រកាន់ម៉ែខ្ញុំគ្រាន់តែនិយាយលេងតាទឹកចិត្តផបងណាមិនដឹងតែខ្ញុំមិនដឹងច្បាស់ហ่าមែនដឹងថាម៉េចយើងស្គាល់គ្នាចិត្ត3ខែហើយតែមួយថ្ងៃហ្នឹងដែលទេវីឯងចេះនិយាយឲ្យមនុស្សដូចបងសប្បាយចិត្តទេវីបងនិយាយរឿងមួយទេវីបានអត់ហើយពេលនិយាយមិនកំខឹងមួយបងដឹងអត់មានរឿងអីនិយាយបានតាគ្រាន់តែនិយាយប៉ុណ្ណឹងសោះហ្នឹងបងគឺបងអត់អីទេថៃនឹងបងមិនក៏ពិបាកនិយាយម៉េចបងមានចិត្តលើទេវីគ្រាន់តែបងមិនដឹងថាមានចិត្តហ្នឹងមានតាំងពីពេលណាមកទេគ្រាន់តែពេលហ្នឹងបងដឹងថាបងស្រឡាញ់ទេវីបាត់ហើយបងរដ្ឋាកុំចេះតែនិយាយអញ្ចឹងមើលបើគ្រាន់តែចង់និយាយលេងសើចគួរតែរករឿងផ្សេងវិញតម្រាំតែហ៊ាននិយាយហ្នឹងបងគិតច្បាស់ហើយក៏មិនមែនរឿងលេងសើចដែរបងឯងអត់ទាន់ស្គាល់ខ្ញុំច្បាស់ទេប្រវត្តិខ្ញុំមិនខ្មិចក៏បងអត់ដឹងដែរកុំចាប់ផ្ដើមជាមួយខ្ញុំនាំស្ដាយក្រោយអីមានរឿងអីដែលបងមិនដឹងទេវីស្ដាប់បងមនុស្សណាក៏មានអតីតកាលដែរហើយចំពោះមនុស្សដែលយើងស្រឡាញ់វាលែងសំខាន់ទៀតហើយទេវីទៅប៉ែតធ្វើអីក៏បងដឹងដែរចុះបងដឹងមកពីណាមានមនុស្សច្រើនណាស់នៅជុំវិញខ្លួនទេវីដែលនិយាយមិនល្អពីទេវីឯងតែវាមិនបានធ្វើឲ្យបងស្អប់ទេវីទេវាមានតែធ្វើឲ្យបងកាន់តែអាណិតទេវីឯងថែមទៀតខ្ញុំដល់ម៉ោងទៅផ្ទះវិញហើយខ្លាចបងឲ្យរនោះចាំផ្លូវទេវីឈប់សិនបងចាំចម្លើយព្រះបិតាឆ្លើយនឹងខ្ញុំម្ចាស់មកព្រះបិតាអាត្មានិយមខ្ញុំម្ចាស់មិននឹកស្មានតែមានរឿងបែបនេះកើតឡើងទេព្រះបិតាគិតថាខ្ញុំម្ចាស់អាចទទួលយកបានណាខ្ញុំម្ចាស់ស្អប់ព្រះបិតាណាប្រហែលវាពិបាកសម្រាប់បុត្រណាដែលត្រូវដឹងរឿងនេះបិតាសុំទោសបិតាមិនសុំធ្វើរឿងបែបនេះกับបុត្រទេបិតាពិតជាខុសឆ្គងនឹងបុត្រណាឲ្យបិតាចុះបងឲ្យរនោះនិយាយជាមួយណាគេហ្នឹងចេះនិយាយម្នាក់ឯងអញ្ចឹងកើតជីមានរឿងអីទេដឹងបងឲ្យរនោះមានរឿងអីបងនិយាយជាមួយណាគេមិនបានបងយំយើងគ្មានរឿងអីទេគ្រាន់អត់សប្បាយចិត្តតិចតួចយើងចេះតែនិយាយតែឯងឲ្យធូរធូងច្រើនក៏ដោយតិចក៏ដោយបងគួរនិយាយប្រាប់ខ្ញុំព្រោះយើងមានគ្នាតែ2នាក់ឯងទោះយើងមិនមែនជាបងប្អូននឹងគ្នាតែខ្ញុំកក់ក្ដៅពេលបាននៅជាមួយបងពេលបងយកចិត្តទុកដាក់លើខ្ញុំយើងក៏មិនដែលគិតថានាងជាប្អូនយើងដែរហើយមានអីអស់ចាឬព្រោះណាគេក៏យើងមិនដែលចិត្តអាក្រក់ជាមួយដែរបងខឹងខ្ញុំអីព្រោះប្រហែលថ្ងៃនេះបងដូចប្លែកអត់និយាយរកខ្ញុំសោះយើងថាគ្មានគឺគ្មានហើយសួរច្រើនម៉េះបានមិនសួរក៏បានដែរតែបងខ្ញុំអាចទៅជែកជាមួយបងរឿងមួយបានអត់មានរឿងអីចាំនិយាយថ្ងៃក្រោយទៅយើងងុយដេកយើងទៅដេកហើយមានរឿងអីហ៎តាខ្ញុំបានធ្វើអីខុសហ៎បានជាបងអុយរនោះលេងខ្វល់ពីខ្ញុំអញ្ចឹងពីមុនគាត់ធ្លាប់តែខ្វល់ខ្វាយពីខ្ញុំឥឡូវទៅជាសោះក៏ក្រោះអស់វាប្រហែលជាអត់ល្អឯដែលខ្ញុំនិយាយអញ្ចឹងទៅទេវីនាងអត់ដឹងរឿងទេហើយនាងក៏អត់ខុសដែរតែដោយសារតែខ្ញុំខឹងខ្ញុំពិបាកទទួលយករឿងដែលព្រះបិតាបានធ្វើឡើងចិត្តខ្ញុំខឹងនឹងព្រះបិតាតែបែរជាបញ្ចេញកំហឹងទៅទេវីវិញទេវីឲ្យបងសុំទោសផងទេវីហើយថ្ងៃហ្នឹងក៏ទៅផ្ទះយប់ម៉េចក្មួយអូមិញរៀងយប់បន្តិចឯងមិញព្រោះទៅបើស្ងាត់ភ្ញៀវមិញណែតាមផ្លូវស្ងាត់មើលប្រយ័ត្នប្រយែងផងវើយស្អីស្អាតញ៉ាប់ទៅណាកុំដើរលឿនពេកចាំបងជូនទៅផ្ទះហើយយ៉ានេះអូឯងនិយាយអត់តិចនៅចឹងស្អីណាគេចាប់អារម្មណ៍ឯងមើលទុកអញវិញមើលណែឈួតទេលេងដៃអញប្រយ័ត្នអញស្រែកកុំវាយហាក់ពេកអូនស្រីកុំឲ្យបងប្រើធាស់ក្តៅណាអានេះស្បែកសរបស់អូនហងអើយមកថោកស្អីគេនោះជួយផងខ្មោចជួយផងខ្មោចព្រះបិតាទេវីនាងអីបងឲ្យរនោះអត់អីទេទេវីនេះគឺព្រះបិតារបស់បងហើយក៏ជាព្រះបិតារបស់ទេវីដែរព្រះបិតាឲ្យរនោះតើបង
ជាអ្នកណាឲ្យប្រកាសជាមនុស្សឬក៏ជាខ្មោចមិនបានជាមកតាក់ទងមួយខ្ញុំហើយមានរឿងអីកើតឡើងនេះ ទេវីគឺយើង យើងជាបិតារបស់បុត្រទាំងពីរ ខ្ញុំមកគ្មានពុកទេម៉ែខ្ញុំមកប្រាំតែពុកស្លាប់យូរហើយលោកមិនមែនជាពុកខ្ញុំទេ ទេវីបានហើយស្ងប់ចិត្តសិនទៅ លោកក៏កុហកបើលោកជាពុកខ្ញុំមែនណាហេតុអីបោះបង់ខ្ញុំចោលហេតុអីមិនគិតពីសុខទុក្ខរបស់ខ្ញុំឲ្យខ្ញុំរស់នៅពិបាកវេទនាបែបនេះលោកមិនសមជាពុកខ្ញុំទេ ខ្ញុំម្ចាស់ក៏ចង់ដឹងដែរព្រះបិតាប្រាប់មកថាមានរឿងអី កាលពី16ឆ្នាំមុនបិតាបានយើងមកថាមនុស្សហើយក៏បានប្រតិបត្តិជាមួយនឹងមេដារបស់ទេវីទាំងពេលនោះបិតាមានមហេសីរួចមកហើយបិតាត្រូវបានព្រះអយ្យការរបស់បុត្របង្ខំឲ្យទៅវិញយ៉ាងណាក៏បិតាមិនព្រមទៅថាលើវិញដែរតែដោយសារព្រះអយ្យការធ្លាក់ខ្លួនឈឺហើយបិតាក៏ត្រូវឡើងគ្រោះរីបន្តចឹងហើយបានបិតាត្រូវទៅទេវីឲ្យបិតាសុំទោសបុត្រផងបិតាពិតជាគ្មានបំណងបោះបង់បុត្រចោលទេ បងអើយរណូក្រោយពីដឹងថាខ្ញុំមានពុកមានបងប្អូនធ្វើឲ្យខ្ញុំគិតថាលែងរស់នៅតែឯងទៀតទេទោះជាខ្ញុំអត់មានម្ដាយតែខ្ញុំនៅមានព្រះបិតាគិតទៅខ្សែជីវិតខ្ញុំដូចរឿងប្រឡោមលោកមួយអញ្ចឹង រឿងទេវីធ្វើឲ្យកក្រើកអស់ឋានសួគ៌និងភ្ញាក់ផ្អើលពីដំណឹងដែលព្រះបិតាប្រកាសប្រាប់ថាទេវីក៏ជាបុត្រីនៃឋានលើដែរមិនយូរប៉ុន្មានណាទេវីក៏យល់ព្រមរៀបការជាមួយរដ្ឋាទេវីសប្បាយចិត្តខ្លាំងណាស់នាងមានឪពុកម្ដាយក្មេកតែអត់ប្រកាន់ពីរឿងនាងពីមុនហើយប្តីនាងជាមនុស្សចិត្តល្អនៅថ្ងៃដែលទេវីរៀបការព្រះបិតាបានក្លែងខ្លួនជាមនុស្សទៅចូលរួមជាមេបាក្នុងពិធីនោះទៀតផងហើយព្រះបិតាបានប្រទានចិញ្ចៀនមួយវង់ទៅឲ្យទេវីចិញ្ចៀននោះតាមពិតទៅជាចិញ្ចៀនដែលព្រះបិតាប៉ងសុំម្ដាយរបស់ទេវីរៀបការកាលពី16ឆ្នាំមុនអីដែលធ្វើឲ្យខ្ញុំរត់តែភ្ញាក់ផ្អើលគឺពេលនោះទេវីបានឲ្យកសែងប៉ាក់ដែលព្រះបិតាទុកនៅឋានមនុស្សមកឲ្យខ្ញុំវិញទាំងដែលខ្ញុំមិនដែលបានសុំនាងសោះនាងមិនដែលគិតថាចង់ប្រើជីវិតនៅលើឋានសួគ៌ទេព្រោះនាងចង់រស់នៅជិតរដ្ឋាទោះបីជានៅឆ្ងាយពីគ្នាយ៉ាងណាក៏ដោយព្រះបិតាតែងតែប្រើពនេទិព្វដើម្បីមើលទេវី បងណាយើងរៀបការហើយតែបងកំទាន់ចង់បានកូនអីហីព្រោះអូនចង់ទុកពេលឲ្យជីវភាពយើងបានរឹងមាំជាងនេះបន្តិចសិនបានអត់ មានអីអូនល្អតាបងក៏គិតអញ្ចឹងដែរ អូនដឹងហើយថាមធ្យោបាយពជាកំណត់មួយណាដែលល្អបំផុតសម្រាប់ពួកយើង មែនហ្នឹងព្រោះអណៃជាមនុស្សដែលរវល់មួយការងាររហូតហ្នឹងពេលខ្លះភ្លេចបាយភ្លេចទឹកក៏មានដែរតែអណៃប្រយ័ត្នតែភ្លេចប្តី ខ្ញុំគិតថារើសយកបងពិតជាមិនខុសមែន